បានអាញាតគោរពជំរាបសួរក្រុមយើងខ្ញុំនឹងធ្វើការបកស្រាយអំពីប្រធានបទមួយដែលបានលើកឡើងថាការបណ្ដុះទម្លាប់នៅក្នុងការអានគឺជាការចូលរួមលើកកម្ពស់វប្បធម៌អរិយធម៌ជាតិយើងបានដឹងហើយថាភាសាខ្មែរមានការវិវត្តជាច្រើនសម័យកាលរួចមកហើយរួមមានភាសាខ្មែរសម័យបុរាណភាសាខ្មែរសម័យកណ្ដាលនិងភាសាខ្មែរសម័យទំនើបតាមរយៈការសិក្សាភាសាអក្សរសាស្ត្រអក្សរសិល្ប៍សិល្បៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់ច្បាប់ផ្សេងៗរួមទាំងការសិក្សាអប់រំផងដែរការអានបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ចំពោះអ្នកអានរួមមានជួយលើកកម្ពស់សុខភាពខួរក្បាលជួយកាត់បន្ថយភាពតានតឹងជួយឲ្យមនុស្សមានចំណេះដឹងជ្រៅជ្រះដើម្បីធ្វើការសិក្សាពិចារណាទៅលើហេតុផលមួយចំនួនបានច្បាស់លាស់អាចបង្កើននូវភាពច្នៃប្រឌិតផ្ដល់នូវគំនិតល្អៗស្របទៅតាមបរិបទសង្គមសតវត្សទី21ព្រមទាំងអាចយកចំណេះដឹងទាំងនោះយកទៅប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាផងដែរដូច្នេះដើម្បីធ្វើការបកស្រាយប្រធានបទខាងលើឲ្យបានកាន់តែស៊ីជម្រៅក្រុមយើងខ្ញុំសូមលើកយកពាក្យហេតុការណ៍សំខាន់ៗចំនួន3មកធ្វើការបកស្រាយរួមមានទី1សារៈសំខាន់នៃអំណាចទី2អនុក្រឹត្យស្ដីពីទិវាជាតិអំណាចនិងទី3ភាគីពាក់ព័ន្ធនៅក្នុងការបណ្ដុះទម្លាប់នៅក្នុងការអានសូមជម្រាបសួរពេលនេះនេះខ្ញុំនឹងធ្វើការលើកយកទិដ្ឋិករទី1មកធ្វើការបង្ហាញដែលពាក់ព័ន្ធជាមួយនឹងសារៈប្រយោជន៍នៃអំណាចចាអំណាចពិតជាមានតួនាទីសំខាន់ណាស់និងក៏ពិតជាមានសារៈប្រយោជន៍ជាច្រើនដែលនៅក្នុងវិស័យអប់រំរបស់ពួកយើងគឺពុំអាចកាត់ចេញនៅអំណាចបានឡើយនៅពេលនេះនេះខ្ញុំនឹងលើកយកចំនួន5ចំណុចដែលពាក់ព័ន្ធជាមួយនឹងសារៈប្រយោជន៍នៃអំណាចក៏ប៉ុន្តែនៅមានចំណុចសំខាន់ជាច្រើនទៀតដែលនេះខ្ញុំពុំអាចលើកយកមកបរិយាយនៅពេលនេះអស់ឡើយចាចំណុចទី1ការអានធ្វើឲ្យយើងដឹងអំពីព្រឹត្តិការណ៍ហេតុការណ៍ដែលបានកើតឡើងនៅក្នុងអតីតកាលឬក៏ប្រវត្តិសាស្ត្រជាក់ស្ដែងប្រទេសកម្ពុជារបស់ពួកយើងបានឆ្លងកាត់នៅរបបដ៏ជូរចត់មួយដែលធ្វើឲ្យមានការដិតដាមជាប់នៅក្នុងក្រអៅបេះដូងនៃប្រជាជនប្រទេសកម្ពុជារបស់ពួកយើងនោះគឺរបបកម្ពុជាប្រជាធិបតេយ្យដែលចាប់តាំងពីថ្ងៃទី17មេសា1975រហូតដល់ថ្ងៃ7មករា1979ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃការសម្លាប់អាយុជីវិតមនុស្សស្លូតត្រង់ជាច្រើនលាននាក់ដែលនៅក្នុងរបបនោះបានបន្សល់ទុកនៅវិបត្តិសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក៏ដូចជាការបាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធសម្បត្តិវប្បធម៌អរិយធម៌និងបាត់បង់នៅអ្នកប្រាជ្ញធនធានមនុស្សជាច្រើនដែលក្នុងរបបនោះគឺបានធ្វើទរណកម្មទៅលើមនុស្សពាក់ព័ន្ធជាមួយនឹងការបង្អត់ចំណីអាហារការសម្រាកមិនគ្រប់គ្រាន់នៅពេលដែលឈឺស្កាត់គឺពុំមានថ្នាំសង្កូវគ្រប់គ្រាន់ដូចពេលបច្ចុប្បន្ននោះឡើយដែលធ្វើឲ្យមានការជាប់ដិតដាមនៅអតីតកាលដ៏សែនជូរចត់នៃប្រទេសកម្ពុជារបស់ពួកយើងចា៎អញ្ចឹងទាំងអស់នេះដែលខ្ញុំបានលើកមកនិយាយនេះអ្វីដែលខ្ញុំបានដឹងនេះគឺដឹងតាមរយៈការសិក្សារៀនសូត្រជាមួយលោកគ្រូអ្នកគ្រូនិងអ្វីដែលសំខាន់និងច្បាស់ជាងនេះទៅទៀតគឺពាក់ព័ន្ធជាមួយនឹងការអានដោយខ្លួនឯងចាអញ្ចឹងឈានដល់ចំណុចសំខាន់ទី2ការអានបានបណ្ដុះនូវចំណេះដឹងថ្មីនិងការស្រាវជ្រាវចាប្រកបណាស់ការអានមិនត្រឹមតែធ្វើឲ្យយើងដឹងអំពីរឿងរ៉ាវអតីតកាលនោះទេការអានថែមទាំងបានបណ្ដុះនូវស្មារតីក៏ដូចជាចំណេះដឹងថ្មីពាក់ព័ន្ធជាមួយនឹងការស្រាវជ្រាវថែមទៀតចាឈានដល់ចំណុចសំខាន់ទី3ការអានពង្រឹងនូវសមត្ថភាពសំណេរចាសមត្ថភាពសំណេរនៅទីនេះគឺពាក់ព័ន្ធជាមួយនឹងការសរសេរតាមអានតែងសេចក្តីក៏ដូចជាការតែងកំណាត់ជាដើមចាឈានដល់ចំណុចសំខាន់ទី4ការអានគឺជាកូនសោនៃឃ្លាំងចំណេះដឹងចាប្រកបណាស់ការសិក្សារៀនសូត្រការក្រេបជញ្ជក់យកចំណេះដឹងក៏ដូចជាពុទ្ធិផ្សេងគឺយើងពុំអាចរៀនតែនៅក្នុងថ្នាក់រៀនជាមួយលោកគ្រូអ្នកគ្រូមួយផ្នែកនោះទេគឺទាមទារឲ្យមានការស្រាវជ្រាវការអានបន្ថែមរវាងពួកយើងខ្លួនឯងផ្ទាល់ចាអញ្ចឹងឈានដល់ចំណុចសំខាន់ទី5ការបណ្ដុះទម្លាប់នៅក្នុងការអានធ្វើឲ្យយើងស្គាល់ពិភពលោកកាន់តែទូលំទូលាយថាតើពិភពលោកបានអភិវឌ្ឍក៏ដូចជាមានបច្ចេកវិទ្យាថ្មីអ្វីខ្លះចាជាក់ស្ដែងតាមរយៈអង្គការ UNESCO គេបានកំណត់ថាអំណាចគឺជាមូលដ្ឋានគ្រឹះនៃអក្ខរកម្មសម្រាប់មនុស្សទាំងអស់គ្នាដែលធ្វើឲ្យមានការអភិវឌ្ឍសមត្ថភាពមនុស្សជាប្រចាំជាបន្តបន្ទាប់ដែលនៅក្នុងទីនេះដដែលគុណសម្បត្តិទាំង7ចំណុចនៃការអានជាប្រចាំថ្ងៃរបស់មនុស្សគឺទទួលបានដូចជាទី1ជួយឲ្យយើងដឹងអំពីព័ត៌មានកាន់តែទូលំទូលាយទី2ជួយបង្កើននូវល្បឿននៃការគិតរបស់ពួកយើងបានកាន់តែឆាប់រហ័សទី3ធ្វើឲ្យយើងស្គាល់នូវពាក្យថ្មីទី4ជួយពង្រឹងនូវជំនាញនៃការសរសេរទី5ជួយបង្កើននូវការចងចាំនិងទី6ជួយជំរុញនូវលើកទឹកចិត្តពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវចិត្តផ្សេងៗនិងចំណុចសំខាន់ទី7ចុងក្រោយគឺជួយឲ្យយើងបង្កើតបាននូវទិដ្ឋិករបែបវិទ្យាសាស្ត្រផ្សេងៗចា៎
ខ្ញុំបាទសូមអនុញ្ញាតលើកនៅទិដ្ឋិកទី2ដើម្បីគ្រប់គ្រងនៅប្រធានបទខាងលើទិដ្ឋិកទី2គឺជាអនុក្រឹត្យស្ដីពីទិវាជាតិអំណាចដោយយោងលើលិខិតលេខ120អនក្របកចុះថ្ងៃទី14ខែកញ្ញាឆ្នាំ2015ត្រូវបានចែងជា3មាត្រាមាត្រា1ត្រូវបានកំណត់យកថ្ងៃទី11ខែមីនារៀងរាល់ឆ្នាំជាទិវាជាតិអំណាចនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាននិងការតែងនិពន្ធរួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរមាត្រា2គ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលអង្គការជាតិអន្តរជាតិវិស័យឯកជននិងគ្រឹះស្ថានសិក្សានានាចូលរួមបំផុសមន្ត្រីរាជការសិស្សនិស្សិតកម្មករនិយោជិតនិយោជកកងកម្លាំងប្រដាប់អាវុធនិងប្រជាជនដើម្បីបង្កើនស្មារតីប្រឡងប្រណាំងការអាននិងការតែងនិពន្ធមាត្រា3រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡារដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការសម្រេចរៀងៗខ្លួន1បណ្ដុះទម្លាប់អានជំរុញវប្បធម៌អានលើកកម្ពស់សមត្ថភាពអានស្មូតកំណាព្យនិងការតែងនិពន្ធសម្ដៅរួមចំណែកការពារនិងពង្រឹងវប្បធម៌អរិយធម៌ខ្មែរ2ជំរុញឲ្យការអានក្លាយជាទម្លាប់របស់ប្រជាជនគ្រប់រូបនិងលើកកម្ពស់ការសិក្សាពេញមួយជីវិត3លើកកម្ពស់គុណភាពអប់រំតាំងពីមត្តេយ្យសិក្សាសម្ដៅរួមចំណែកអភិវឌ្ឍធនធានមនុស្សអំណាចជា11មីនាបណ្ដុះទម្លាប់អានជំរុញវប្បធម៌អានលើកកម្ពស់សមត្ថភាពអានស្មូតកំណាព្យនិងតែងនិពន្ធសម្ដៅរួមចំណែកការពារពង្រឹងវប្បធម៌អរិយធម៌ដល់សិស្សនិស្សិតមន្ត្រីរាជការនិងប្រជាជនគ្រប់រូបទិវានេះរួមចំណែកសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាពអប់រំប្រកបដោយសមធម៌បរិយាបន្ននិងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នាទិវាជាតិអំណាច11មីនាកាលពីឆ្នាំ2021ក៏បានលើកឡើងអំពីពាក្យស្លោកមួយថាអានកាន់តែច្រើនដឹងកាន់តែច្រើនអានកាន់តែច្រើនចេះកាន់តែច្រើនស្តង់ដារអំណាចថ្នាក់ទី1ក្រសួងអប់រំយុវជននិងកីឡាសហការជាមួយអង្គការពិភពលោកឬក៏យើងហៅថា WE អង្គការសកម្មភាពបឋមសិក្សានៅកម្ពុជាឬក៏យើងហៅថាអង្គការ CAP និងអ្នកពាក់ព័ន្ធជាច្រើនទៀតមានគោលបំណងផ្ដល់បំណិនសំខាន់ៗក្នុងសមត្ថភាពអានអំពីបំណិនអានរបស់ក្រសួងអប់រំយុវជននិងកីឡាមានដូចតទៅទី1ការស្គាល់សូរទី2ការស្គាល់តួអក្សរនិងសូរទី3ការចេះអានស្ទាត់ទី4ការចេះវាក្យសព្ទនិងចុងក្រោយគឺការអានដើម្បីយល់ន័យសូមជម្រាបសួរខ្ញុំសូមអនុញ្ញាតលើកទិដ្ឋិកទី3ដើម្បីគ្រប់គ្រងប្រធានបទរបស់យើងឲ្យកាន់តែស៊ីជម្រៅដើម្បីចូលរួមបណ្ដុះទម្លាប់ការអានពិតណាស់គឺត្រូវការភាគីមួយចំនួនដែលចាំបាច់ដែលមិនអាចខ្វះបានដែលភាគីទាំងនោះរួមមានក្រសួងស្ថាប័នអង្គការជាតិនិងអន្តរជាតិគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនវត្តអារាមជាដើមស្ថាប័នទាំងនេះពិតជាមិនអាចខ្វះបានទេក្នុងការជួយគ្រប់គ្រងដល់ការបណ្ដុះទម្លាប់ការអានតាមរយៈការបោះពុម្ពជាសៀវភៅការផ្សព្វផ្សាយការគ្រប់គ្រងលើការលើកទឹកចិត្តនិងការរៀបចំកម្មវិធីអំណាចជាតិជាដើមមួយវិញទៀតគណៈគ្រប់គ្រងសាលារៀនលោកគ្រូអ្នកគ្រូក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយបណ្ដុះបណ្ដាលដល់សិស្សានុសិស្សនិងជំរុញលើកទឹកចិត្តណែនាំក៏ដូចជាការជួយរៀបចំបណ្ណាល័យទីធ្លាបរិស្ថានស្អាតដើម្បីឲ្យសិស្សទទួលបានផាសុកភាពនិងអារម្មណ៍ល្អក្នុងការអានចំណែកឯអ្នកនិពន្ធអ្នកចងក្រងពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការចងក្រងនិងរៀបចំឯកសារឲ្យកាន់តែសម្បូរបែបនិងបញ្ជ្រាបមនសិការនៅក្នុងស្នាដៃរបស់ខ្លួនជាចុងក្រោយដែលជាភាគីដ៏សំខាន់នោះគឺសហគមន៍និងអាណាព្យាបាលពិតណាស់អាណាព្យាបាលគឺជាតួអង្គមួយដ៏សំខាន់ដល់កូនគឺជាគំរូជាអ្នកផ្ដល់ដំបូន្មានជាអ្នកបណ្ដុះមនសិការដល់កូនឲ្យចូលចិត្តនឹងការអានជំរាបសួរបងចាខ្ញុំអាចសូមរំខានពេលបងបន្តិចបានទេបងចាអរគុណអញ្ចឹងខ្ញុំមកនេះគឺចង់សូមអនុញ្ញាតសួរបងថា
តើការបណ្ដុះទម្លាប់នៃការអានណាវាមានសារៈសំខាន់អីខ្លះទៅនៅក្នុងវិស័យអប់រំរបស់យើងឬក៏ទូទៅក៏បានដែរបង បាទចំពោះទម្លាប់ការបណ្ដុះអានគឺមានសារៈសំខាន់ប្រយោជន៍សម្រាប់យើងសិក្សាទាំងអស់គ្នាមិនថាជាគ្រូសិស្សឬក៏សិស្សទី11 12ឬក៏សិស្សផ្សេងៗដែរ ចា គឺមានសារៈសំខាន់មែនទែនទី1ជួយកាត់បន្ថយ stress មួយដែរ ចា បាទ ស្ដី ទី2ដឹងនៅអត្ថប្រយោជន៍នៃការអានអំពីអ្វីដែលយើងចង់ដឹង ចា បាទទី3គឺដឹងនៅប្រវត្តិសាស្ត្រឬក៏គំនិតដែលគេអភិវឌ្ឍកំពុងតែធ្វើឡើងហ្នឹង ចាចា បាទទី4គឺជួយលើកកម្ពស់នៃការអានដើម្បីដែលយើងខ្វះខាតអញ្ចឹងបើយើងលើកកម្ពស់ការអាននឹងខ្វះខាតយើងនឹងអាចនៅដឹងចំណុចបន្ថែមដែរ ចាដឹង បាទហើយទី5គឺជួយលើកកម្ពស់នៅគុណភាពអប់រំមួយដែរចំណុចធំបើសិនជាយើងអត់បានអានទេនោះក៏យើងអត់ដឹងដែរអញ្ចឹងដែលយើងអត់ដឹងគឺព័ត៌មានផ្សព្វផ្សាយផ្សេងៗក៏យើងអត់ដឹង ចាបងចា អរគុណច្រើន ចុះបងមានប៉ុណ្ណឹងណាបងណា បាទ ចាចាអញ្ចឹងខ្ញុំសូមអរគុណច្រើនសម្រាប់ការចូលរួមណាបងណាចាចាអរគុណច្រើនបង ជារួមមកយើងឃើញថាការបណ្ដុះទម្លាប់នៅក្នុងការអានពិតជាបានចូលរួមចំណែកលើកកម្ពស់វប្បធម៌អរិយធម៌ជាតិរបស់ខ្មែរយ៉ាងពិតប្រាកដមែនព្រោះថាវប្បធម៌អរិយធម៌ខ្មែរយើងរាប់បញ្ចូលទាំងអក្សរសាស្ត្រអក្សរសិល្ប៍សិល្បៈជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ព័ត៌មានកាសែតច្បាប់អប់រំផ្សេងៗប្រវត្តិសាស្ត្រជាដើមណាទាំងនោះសុទ្ធសឹងតែពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងការបណ្ដុះទម្លាប់នៃការអានម្យ៉ាងវិញទៀតការបណ្ដុះទម្លាប់នៅក្នុងការអានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពគុណភាពដែលអាចជួយកសាងសង្គមជាតិឲ្យមានការរីកចម្រើននិងក្លាយជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏រុងរឿងបំផុត។